ប៉ុន្តែលោកអំគាត់សួរថាប្រសិនបើរបស់មិនល្អមិនឆ្ងាញ់យកទៅប្រគេនលោកធម្មតាគាត់ធ្លាប់អង្គុយឃើញដែរដូចឆ្កឹះតាឆាជៀនសាច់ឆ្ងាញ់បាទរបស់មិនល្អដូចបុកអំពិលអីនោះអត់ដាច់សោះអីបានបត់ដែរបើអញ្ចឹងឆានដាក់ឆ្ងាញ់ហ្នឹងហើយអារបស់គ្នាអត់ឆ្ងាញ់នេះនៅពេញចានបើបុកអំពិលបុកស្វាយបើដូចគុណផ្សេងមិនដឹងទេបើដូចគុណភក្តីបែបអស់មុនគេអាហ្នឹងចូលចិត្តអាហ្នឹងបាទប៉ិនគាត់ឧទាហរណ៍តែបើវាអត់ដាច់សោះក៏ដាច់តែបោះគេឆ្ងាញ់ឯនោះហ្នឹងឆ្ងាញ់ឯនោះបានប៉ុនទេថាពេលដែលយើងប្រកេនហ្នឹងលោកទទួលដោយតណ្ហិភាពដោយសោមនស្សរីករាយហើយបន់បានក្នុងខណៈពេលដែលយកទទួលដោយសោមនស្សហ្នឹងហើយចង់លោកឆាន់ក៏ដោយមិនឆាន់ក៏ដោយបន់នៅតែបានចឹងបាទដល់បាននៅតែបានណាប៉ុន្តែចេះបើសិនជាយើងដាក់ទៅយើងតូចចិត្តទៅអញអង្គុយក្បែរហ្នឹងបិឈរជាគង់ហឺកធូងអញបើដឹងតែយកមកវត្តហ្នឹងលោករើសអើងមិនទទួលឆាន់របស់អញចឹងអញអត់យកមកទេអញសុកចិត្តចាក់ចោលតាមផ្លូវអាចិត្តយើងនេះយើងអ្នកប្រគេននេះយើងគិតចឹងអាហ្នឹងបនកុសលអត់ចម្រើនទេព្រោះវាតតែយើងគិតបដោតជ្រះថ្លាបៃតិសោមនស្សរីករាយប្រសង់លោកទទួលបានរបស់ឯងប្រហែលជាវាតោះជាមួយកាពះជាមួយអីលោកអីលោកមិនសូវហ៊ានទទួលប៉ុន្តែបនកុសលដឹងតែចម្រើនហើយអញលះផុតពីដៃទៅហើយសំខាន់ហ្នឹងយើងលះឲ្យផុតពីដៃឲ្យទៅជារបស់សង្ឃឲ្យត្រេកអរជាមួយសង្ឃពេញចិត្តក្នុងសង្ឃបនកុសលហ្នឹងចម្រើនហើយបាត់ហើយណាទោះបីជាលោកទទួលឆាន់ក៏ដោយមិនឆាន់ក៏ដោយអត់អីទេណាបនកុសលហ្នឹងចម្រើនទៅហើយណាចម្រើនទៅហើយមិញចង់និយាយរឿងអីទេរឿងឲ្យទានហ្នឹងឲ្យដោយមេត្តាចិត្តកុំឲ្យដោយទោសៈចិត្តណាកុំឲ្យដោយមោហៈសិតចិត្តកុំឲ្យដោយលោភៈចិត្តកាលណាឲ្យដោយទោសៈចិត្តមិនបានបន់ហើយមានទោសទៀតព្រះអង្គប្រពអំពីរឿងអតីតនិទានណាឲ្យអគ្គសាវកភិក្ខុនឹងឧបាសកបាសិកាស្ដាប់ក្នុងការនោះព្រះអង្គប្រពមានបរោះម្នាក់គាត់ចេញពីចកាអំពៅមកគាត់កាប់អំពៅមកអោបដាក់លីមកហ្នឹងគាត់ហូបបដាអីបដាតាមផ្លូវហ្នឹងដើរមកកាត់ភូមិមានឧបាសកម្នាក់គាត់ចាស់ហើយគាត់ទៅចេញពីសុំសិលមកនាំចៅទៅជាមួយណាចេញពីសុំសិលពីវត្តមកណាដឹកដៃចៅចេញពីវត្តមកអាចៅនោះឃើញគេហូបអំពៅគ្នាវាក្មេងវាឃ្លានដល់ឃ្លានដឹងធ្វើម៉េចកេះតាហើយដើម្បីខ្លាចគេលោកគេមិនឲ្យក្មេងតែធម្មតាវាឃ្លានវាចង់បានវាមិនញោមមិនវាយំហ្នឹងហើយយំកេះតាសុំពៅគេស៊ីមកខ្ញុំសុំឲ្យខ្ញុំមកដើមមកតាយំមកយំបាទអាតានេះកាត់ចិត្តអញទៅសុំគេដូចមិនកើតទេប៉ុន្តែចៅយំកាន់តែខ្លាំងឡើងដាច់ចិត្តទៅសុំគេមនាលមានុកឲ្យតាសុំអំពៅមួយឆ្នាំមកឲ្យចៅតាគាត់យំខ្លាំងណាស់បើមិនឲ្យទេមិនសុខចិត្តទេសុំម្ដងគេធ្វើមិនដឹងគេស៊ីដើរហួងទៅស្កាត់មុខគេសុំមួយសាទៀតគេមិនឲ្យទៀតខឹងដើរទៅមុខទៀតខឹងបន្តិចអាអត់ឲ្យហើយខឹងទៀតអាតាអញមិនឲ្យនៅតែតាម្ដងពីរដងសុំ3ដងក្តៅកាហាយទ្រាំមិនបានកាច់ឲ្យមួយឆ្នាំដៃកវាត់មកក្រោយមកខ្ញុំកវែងមកក្រោយមកមែនហុចឲ្យហើយក៏មែនឲ្យទល់មុខហ្នឹងកវាត់មកក្រោយមករបស់ហើយដើរហួសទៅអាហ្នឹងឲ្យដោយមេត្តាចិត្តឬក៏ឲ្យដោយទោសៈចិត្តទោសៈចិត្តចាំមើលវាមិនទោសអាម៉េចគ្រាន់តែទោសប៉ុណ្ណឹងខ្ញុំកាច់អំពៅហ្នឹងមួយឆ្នាំកវាត់មកក្រោយមកដល់កវាត់មកក្រោយមកនិយាយកាត់សេចក្តីនៃរូតមកដល់គាត់ស្លាប់ពីបច្ចុប្បន្នហ្នឹងទៅណាស្លាប់ពីបច្ចុប្បន្នហ្នឹងទៅសោយទុកក្នុងបេតវិស័យកើតជាប្រែតព្រោះឲ្យហ្នឹងមិនមែនឲ្យដោយទោសៈចិត្តផងទេឲ្យដោយលោភៈផងព្រោះកំណាញ់មច្ឆរិយៈគឺសេចក្តីកំណាញ់ហ្នឹងមានក្នុងសន្តានរបស់គាត់ត្រាំត្រែងមកហើយកំណាញ់មិនដែលចេះឲ្យទៀនបើដល់សុំញឹកពេកក្តៅកាហាយទៅបោះឲ្យមួយឆ្នាំដៃទៅគុកមកក្រោយមកលោភៈផងទោសៈផងហើយធម្មតាលោភៈចិត្តនាំសត្វឲ្យទៅកើតជាអីលោភៈណាយាយស្ដាប់ធរថ្ងៃលោភៈចិត្តនាំសត្វឲ្យទៅកើតជាប្រែតទោសៈចិត្តនាំសត្វឲ្យទៅធ្លាក់នរកណាមោហៈចិត្តវង្វេងនាំសត្វឲ្យកើតមកជាតិរិឆានតើណាហ្នឹងហើយចឹងលោភៈចិត្តផងទោសៈចិត្តផងកើតជាប្រែតណាកើតប្រែតនឹងហើយប្រតិឋានមកជាប្រែត
ទឹកផឹកមិនបានបាយហូបមិនកើតប៉ុន្តែកើតមកក្នុងមានចកាអំពៅនឹងដីរាប់រយហាត់ដូចកាលគាត់នៅរស់មានចកាអំពៅគាត់ទៅកើតជាប្រែតមានចកាអំពៅហីខ្លាយដល់ខ្ញុំតែមិនដឹកទេតែគុណកណាមដែរស្រាប់តោះតែ2015នេះលឺសូតែប្រែតមានចកាអំពៅណាអាប់ដេតប៉ិនព្រះអង្គបញ្ជាក់តែចឹងស្លាប់ទៅកើតក្នុងភ្នំក្បែរភ្នំក្បែរជើងភ្នំកិច្ចកោតហ្នឹងមានចកាអំពៅរបស់គាត់ហ្នឹងដែលគាត់ក្រុមក្រងអត់មាននរណាមកប៉ះបានទេជាចការបស់គាត់ប៉ុន្តែចង់ទៅកាច់អំពៅហ្នឹងអត់បានទេកាច់មកហូបអត់បានមុតបលាមុតអាយ៉ាយាយមកអស់កាច់ហូបអត់បានណាហ្នឹងហើយដល់ថ្ងៃមួយចេះតែអង្គុយសម្លឹងមើលអំពៅហ្នឹងឲ្យតូចចិត្តខ្លួនឯងផឹកទឹកមិនបានស៊ីបាយមិនកើតមានអំពៅហើយកាច់ហូបមិនបានទៀតថ្ងៃមួយព្រះមហាមោគលានព្រះអង្គបរិបូរដោយរិទ្ធអេតតកៈលោកខ្លាំងណាស់ខាងរិទ្ធព្រះមហាមោគលានចឹងថ្ងៃមួយក្រងស្វងជីវរជាបរិមណ្ឌលហើយសម្ដែងបរិហាហោវឹងមកដល់កាត់ហ្នឹងភ្នំហ្នឹងឃើញប្រែតហ្នឹងកំពុងនឹងអង្គុយយំទៅធាក់ដីសំណក់សំោកខ្លួនឯងស្គមសក់ស្បែកអីឆ្អឹងក្លិនអស្អុយក៏គ្រប់ណាចឹងសួរចឹងអ្នកឯងមិនបានមកអង្គុយទីហ្នឹងមានហេតុមានភេទអីប៉ាន់ព្រះអង្គលោកដឹងណាប្រមុខកលៀនว่าលោកសួរទៅបានប្រាប់ថាខ្ញុំជាប្រែតណាមកកើតក្បែរភ្នំហ្នឹងមានជាការអំពៅហើយកាច់អំពៅមិនបានហើយសួរនាំព្រះមហាមោគលានហេតុអីបានខ្ញុំហូបបាយមិនបានហូបទឹកចូលមានជាការអំពៅហើយកាន់កាប់ហើយប៉ុន្តែកាច់ហូបមិនបានបងហើយបើចង់កាច់ហូបបានបើតើដើរថើយក្រោយបងណាប្រមោគលានតែបើអ្នកឯងចង់កាច់ហូបបានអ្នកឯងដើរថើយក្រោយក៏កាច់ដែរបងថាម៉េចបានចាំដល់ដើរថើយក្រោយក៏កាច់ហូបបានហ៎ណាកាលគាត់នៅរស់នោះកាច់បោះអំពៅឲ្យគេមកថ្នាំងប៉ុន្តែមិនមែនហុចឲ្យគេក៏មិនមែនហុចឲ្យនៅមុខបោះទៅពីក្រោយមកបោះទៅក្រោយមកអញ្ចឹងប្រមោគលានថាបើអ្នកឯងចង់ហូបបានអ្នកឯងសាកតាមមើលណាដើរថើយក្រោយមកប្រមោគលានលោកដឹងនិស័យកម្មរបស់សត្វអញ្ចឹងអ្នកឯងដើរថើយក្រោយមកឲ្យកាច់សាកមើលណាដើរមកថើយក្រោយអត់មើលក្រោយទេកាច់មកថ្នាំងមកហូបបានមែនសួរបបកម្មតែហេតុអីបានខ្ញុំអញ្ចឹងហេតុអីបានទទួលកម្មអញ្ចឹងប្រមោគលានសម្រាប់ប្រមោគលានលោកសំដែងរៀបរាប់ពីបបកម្មរបស់គាត់បពៈហ្នឹងមានតែខាងដើមកម្មដែលគាត់សាងខាងដើមមុនមកកន្លែងហ្នឹងសំដែងរៀបរាប់ដូចអាត្មាបញ្ជាក់ខាងដើមមិញអញ្ចឹងតើណាញោមបានកើតចិត្តជ្រះថ្លាប្រមោគលានសំដែងបធរចប់កើតចិត្តជ្រះថ្លាកាច់អំពៅបានមកបាច់ផ្ញើប្រមោគលានយកទៅថ្វាយព្រះផងនេះប្រែចិត្តផ្ញើអំពៅថ្វាយព្រះញ៉ៅថ្វាយព្រះផងប្រមោគលានទេយើងមិនទទួលទេបើអ្នកចង់យកទៅប្រគេនយកទៅថ្វាយប្រគេននោះថ្វាយព្រះខ្លួនឯងព្រះអង្គកំពុងលកងប្រថាប់នៅសម្ដែងពធប្រុសបរិស័ទនៅក្នុងចំណោមបរិស័ទយកទៅប្រគេនទៅប្រែតកាច់បានហើយមកអោបឲ្យយកទៅប្រគេនថ្វាយព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធផ្សាយមេត្តាចិត្តរួចបបកម្មចាប់តាំងពីពេលហ្នឹងមកលែងដើរថយក្រោយឲ្យញោមណាចង់កាច់អំពៅហ្នឹងធម្មតាហូបបានពិសាបានតាមតម្រូវការរហូតរួចចាកអំពីកម្មហ្នឹងឡើងសោយសម្បត្តិទឹកនៅក្នុងសានទេវលោកវិញនេះក្រណកម្មប៉ុណ្ណឹងញោមឲ្យគេដែរប៉ុន្តែឲ្យដោយទោសៈចិត្តណាឲ្យដោយទោសៈចិត្តឲ្យដោយមិនមានសេចក្តីជ្រះថ្លាណាឲ្យដែរប៉ុន្តែឲ្យមិនសេចក្តីជ្រះថ្លាវាទទួលផលអញ្ចឹងណាអញ្ចឹងបានជាអាត្មាសាបញ្ជាក់ណាពុទ្ធសាសនានិយាយពីហេតុនិងផលអ្នកសន្សំហេតុយ៉ាងម៉េចផលត្រូវតែចេញមកចឹងខ្ញុំអត់មានឲ្យជឿលើព្រេងវាសនាអីភ្នំអីទឹកភ្លើងអីខ្យល់អីមេឃដីឯណាអត់ទេឲ្យពឹងលើខ្លួនឯងសុខក្តីទុក្ខក្តីចម្រើនក្តីវិនាសក្តីគឺនៅលើខ្លួនយើងទាំងអស់បនក្តីបាបក្តីចម្រើននៅនឹងខ្លួនយើងអត់មានចង់សុខឲ្យទៅបន់ស្រន់បួងសួងអត់ទេអត់ចង់ចម្រើនចង់មានចង់បានទៅបន់ស្រន់បួងសួងអត់ទេអត់ចង់ឡើងឋានសួគ៌មកមនុស្សទៀតទៅបន់ស្រន់បួងសួងអត់ទេក៏អត់ទេបើចង់មានព្រះអង្គបញ្ជាក់តតឲ្យយើងប្រឹងរកស៊ីលីស័យរៃពុនបាទមានណាពុទ្ធសាសនាទូមានបរិស័ទអញ្ចឹងបើតឲ្យយើងប្រឹងណាតើយើងប្រឹងកុំឲ្យមានកុសសីតោហើយតែមានកុសសីតោហ្នឹងគឺមិនត្រឹមតែអត់ចម្រើនបច្ចុប្បន្នទេអត់មានវិរិយៈហ្នឹងវានាំឲ្យយើងធ្លាក់អបាយហើយបច្ចុប្បន្ននេះក្រខ្សត់អត់ឃ្លានលំបាកតយៈវេទនាទៀតហ្នឹងពុទ្ធសាសនានិយាយអញ្ចឹងបើតើយើងប្រឹងចង់សុខចង់ចម្រើនចង់មានចង់បានហ្នឹងប្រឹងដល់ខ្លួនយើងសន្សំទាំងបច្ចុប្បន្ននេះរហូតដល់អនាគតតែបើសាសនាដទៃអត់ដូចយើងទេអត់មានបង្រៀនមនុស្សឲ្យប្រឹងប្រែងរកស៊ីលីស័យរិទ្ធពុនបច្ចុប្បន្ននេះចង់មានឲ្យប្រឹងចង់បានបនសន្សំដល់ខ្លួនយើងអាបាបបកើតដល់ខ្លួនយើងអត់មានឲ្យជឿលើខ្លួនឯងទេឲ្យជឿលើវត្ថុអ្វីដទៃដែលមើលអត់ឃើញឧទាហរណ៍តែញោមបានផ្ទះថ្មប៉ុណ្ណឹងមិនមែនញោមប្រឹងដល់ខ្លួនញោមទេបើសាសនាដទៃគេថាដោយសារព្រះប្រទានមែនញោម
ព្រះប្រទានទេញោមបានបាយមួយឆ្នាំងឆ្អិនក៏មិនមែនញោមអ្នកដាំញោមអ្នកទៅរកអង្គមកដែរព្រះប្រទាននេះបានបាយហ្នឹងហើយញោមបានកូនប្រុសស្អាតមុខកឡង់ឡង់ហ្នឹងក៏មិនមែនបានដោយសារយើងដែរនោះបានដោយសារព្រះប្រទានមកទេមែនណាព្រះប្រទានទាំងអស់អាត្មាចេះតែគិតបើព្រះឲ្យគ្រប់តែអ្វីព្រះបកើតគ្រប់អ្វីទាំងអស់អញ្ចឹងផ្ទះបាញ់ទេព្រះបកើតទេក៏មិនខ្យល់ជុះអីងាប់គេងាប់ឯងហ្នឹងក៏លងទឹកលងពីគ្រប់សពបែបយ៉ាងហ្នឹងព្រះបកើតដែរក៏មិនអីក៏ចម្រៃមិនព្រះហ្នឹងណាมันពិបាកក្នុងការយល់ញោមព្រោះវារហេតុរផលអត់មានណាក៏ពីដីកាបកើតតែខ្លួនឯងមកតែពុទ្ធសាសនានៅគ្រឹះនៅកន្លែងទីតាំងស័ក្តិសិទ្ធិច្បាស់លាស់ហើយគ្មានអ្នកណាទៅអង្គុយទៅសេ3ដក110ចប់នឹងកើតទេញោមមែនញោមកុំថាឡើយដល់តែខួរក្បាលទៅអង្គុយទៅសេបានសំបីទៅឲ្យយើងមើលហ្នឹងយើងមើលតែមួយក្បាលមើលតែមិនចប់ផងណាអញ្ចឹងមានអ្នកណាដែលមានសមត្ថភាពក្នុងការអង្គុយនិពន្ធនោះมันអាចទេណានេះពុទ្ធសាសនាក៏មានតកតាំងច្បាស់លាស់និយាយពីហេតុនិងផលច្បាស់លាស់ដែលយើងគួរក៏បីខំប្រឹងបំពេញតែចាស់យើងមិនជឿទេបើក្មេងក្រោយគេយកទៅបដោះផ្នត់កំណត់តាំងពីនៅតូចឯណោះចេញមកហ្នឹងលែងស្គាល់ម៉ែស្គាល់ឪអស់ហើយញោមអាណយធំកូនចៅយើងក្រោយហ្នឹងបានអាត្មាសាបច្ចៈញាតិញោមណាឲ្យគ្នាទៅរៀនសាលាគេហ្នឹងក៏ទៅចោះប៉ុន្តែមកវិញទូមានប្រាប់កូនឲ្យនៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ប្រពៃណីណានៅតែដឹងគុណរលឹកគុណនៅតែទៅវត្តសន្សំសេចក្តីល្អចម្រើនសុខទុក្ខចម្រើនវិនិច្ឆ័យបាបបុណ្យគុណទោសនៅនឹងខ្លួនយើងអ្នកសន្សំទាំងអស់គ្មានព្រះណាអ្នកបង្កើតឲ្យយើងទេណាញាតិញោមណាយល់ឲ្យតន់សូមអនុមោទនា